37រឿងបណ្ណសថៃមានសទ្ធាប្រសើរជាងមានទ្រព្យការព្រះសម្ពុទ្ធព្រមគ្រូទ្រង់គង់នៅក្នុងវត្តវេលង្វាន់នាក្រុងរាជក្រឹសក្នុងការនោះមានបរិយកំសត់ម្នាក់ឈ្មោះបណ្ណៈបាននាំភរិយានិងកូនស្រីម្នាក់ឈ្មោះនាងឧត្តរាទៅចូលធ្វើការឲ្យសមនៈសថៃថ្ងៃមួយអ្នកក្រុងរាជក្រឹសបាននាំគ្នាលេងមហោស្រពកំណត់7ថ្ងៃហើយសមនៈសថៃបានលើកដំណឹងនោះហើយក៏បោះឲ្យទេសកម្មករទាំងឡាយទៅលេងមហោស្រពទាំងអស់គ្នាឯបណ្ណៈមានប់ពុំបានទៅលេងមហោស្រពនឹងគេឡើយទើបសថៃសួរថាបណ្ណៈហេតុអ្វីក៏មិនទៅលេងមហោស្រពនឹងគេបណ្ណៈមានប់ឆ្លើយថាបើពិតលោកសថៃការទៅលេងនៅមហោស្រពជាភារៈរបស់អ្នកជនអ្នកមានទ្រព្យសម្បត្តិឯខ្លួនខ្ញុំនេះក្រណាស់រកតែអង្គមួយនាលនៅលើផ្ទះមិនមានព្រោះហេតុនោះបានជាខ្ញុំបាទមិនទៅលេងនឹងគេសមនៈសថៃនិយាយថាពាក្យដែលអ្នកនិយាយនេះត្រូវណាស់យើងមិនដែលលើបុគ្គលណាមួយនិយាយដូចអ្នកឡើយបើដូច្នោះអ្នកយកគោនិងនង្គ័លទៅជួស្រែចោះបណ្ណៈមេនប់ក៏យកគោនង្គ័លទៅជួស្រែទៅពេលនោះព្រះសិរីបុត្រចេញពីនិរោធសមាបត្តិហើយពិចារណារកបុគ្គលដែលគួរទៅសង្គ្រោះក៏បានឃើញបណ្ណៈមេនប់នោះចូលទៅក្នុងសំណាញ់ញៀនទើបលោកយកបាតនិមន្តសម្ដៅទៅស្រែដែលបណ្ណៈមេនប់កំពុងភ្ជួរទៅដល់ហើយឈរងើយមើលឈើមួយដើមបណ្ណៈមេនប់ឃើញអាការៈដូច្នេះក៏ដាក់អង្គុលចូលទៅថ្វាយបង្គំដោយសេចក្តីជ្រះថ្លាបានដឹងអព្យាស្រ័យរបស់ព្រះសិរីបុត្រដែលត្រូវការដោយឈើស្ទាន់និងទឹកហើយក៏ឡើងកាច់ឈើស្ទាន់ដងទឹកយកទៅប្រគេនលោកក៏ទទួលយកទៅលោកប្រភពខ្ពុលព្រះអស់លោកធ្វើកិច្ចនោះស្រេចហើយបានជ្រាបថាបន្តិចទៀតភរិយារបស់មេនប់នេះនឹងយកបាយមកឲ្យស្វាមីរបស់នាងទើបលៀមបណ្ណៈមេនប់និមន្តទៅចាំស្កាត់ផ្លូវនាងជាភរិយាឯនាងជាភរិយារបស់បណ្ណៈមេនប់កាលបើដល់ពេលហើយក៏ទូលបាយមួយចំអែតទៅឲ្យស្វាមីទៅដល់ពាក់កណ្ដាលផ្លូវបានឃើញព្រះសិរីបុត្រឈរស្ពាយបានក៏គិតថាអញមានលៀបធំណាស់តើបានជួបនឹងស្រះបន់ដល់ប្រសើរយ៉ាងនេះគឺដូច្នេះហើយយកបាយទាំងអស់ដាក់ក្នុងបាតទៅទើបនាងតាំងសេចក្តីប្រាថ្នាថាដោយផលនៃទាននេះខ្ញុំពិចារណាសូមឲ្យបានសម្រេចនូវគុណវិសេសដូចជាលោកគុណម្ចាស់ព្រះសិរីបុត្របានធ្វើបតាអនុមោទនាហើយក៏និមន្តហោទៅឯនាងជាភរិយារបស់បណ្ណៈមេនប់នោះក៏មនីត្រឡប់ទៅផ្ទះវិញខំចាត់ចែងចម្អិនអាហារម្ដងទៀតលើចម្អិនហើយក៏ដោះដាក់ភាជយកទៅឲ្យស្វាមីឯបណ្ណៈមេនប់កាលបើមិនឃើញភរិយាយកបាយទៅឲ្យតាមទម្លាប់ពេលហើយក៏ចេះតែខំព្យួរតារាមដល់បានដីចំនួន32សិនដល់ថ្ងៃរសៀលបន្តិចមិនឃើញភរិយាយកបាយទៅឲ្យក៏ឈប់ព្យួរលេងគោឲ្យស៊ីស្មៅចូលទៅអង្គុយចាំភរិយាក្រោមម្លប់ឈើមួយដើមឯនាងជាភរិយាដើរទៅជិតដល់ហើយបានឃើញស្វាមីអង្គុយចាំដូច្នេះភ័យខ្លាំងណាស់ទើបគិតថាបើអញយកបាយទៅជូនដោយធម្មតាក្រែងគាត់វៃដូច្នេះអញត្រូវស្រែកប្រាប់ពីចម្ងាយនាងក៏ស្រែកប្រាប់ថាខ្ញុំប្រគេនបាយលោកកណ្ដាលផ្លូវអស់មួយដងទៅហើយបានជាយូរក្រយកមកជូនអ្នកសូមអ្នកទទួលយកផលបុណ្យឲ្យបានច្រើនជាងខ្ញុំចាស់បណ្ណៈមេនប់លើដូច្នេះហើយត្រេកអរណាស់ស្រែកថាសាធុក៏ជូនបុណ្យដែលខ្លួនបានប្រគេនឈើស្ទាន់និងទឹកដល់ភរិយាវិញបណ្ណៈមេនប់បរិភោគអាហារហើយញើខ្លួនខ្លាំងណាស់ព្រោះហួសពេលក៏ដេកលើផ្លូវភរិយាលក់ទៅដល់ភ្ញាក់ឡើងក្រឡេកមើលទៅកន្លែងដែលព្យួរស្រាប់តែឃើញក្រហមច្រាលក៏នាំភរិយាដើរទៅមើលឃើញដែលព្យួរបាន32សិននោះសុទ្ធតែជាមាសទាំងអស់ទើបនិយាយថាបិណ្ឌយើងឲ្យផលហើយតើបើដូច្នេះយើងត្រូវទៅក្រាបទូលដល់ព្រះរាជារបស់យើងក៏នាំគ្នាទៅក្រាបទូលដល់ព្រះបាទពឹមពិសាព្រះបាទពឹមពិសាត្រេកអរណាស់បានចាត់ចែងឲ្យរាជអាមាត្យយករទេះទៅដឹកជញ្ជូន
ទៅចាក់គោក្នុងព្រះរាជវាំងបានកំណោកម្ពស់80ហត្ថទើបតាំងបណ្ណៈមេនប់នោះជាមហាសេដ្ឋីក្នុងនគររាជក្រឹសបានឈ្មោះថាបណ្ណៈសេដ្ឋីក្នុងការជាខាងក្រោយមកព្រះបាទពឹមពិសាបានព្រះរាជទានដៃភូមិមួយកន្លែងដល់បណ្ណៈសេដ្ឋីក៏ចាត់ចែងសង់ផ្ទះធ្វើឃ្លាំងធ្វើកំផែងពិតភូមិនោះហើយជញ្ជូនយកមាសទៅដាក់ក្នុងឃ្លាំងរបស់ខ្លួនទៅទើបនិមន្តព្រះសម្ពុទ្ធព្រមទាំងព្រះសង្ឃទៅថ្វាយមហាទានអស់7ថ្ងៃក្នុងថ្ងៃជាគម្រប់7ថ្ងៃព្រះសម្ពុទ្ធទ្រង់សម្ដែងអនុពពកថាលុះចប់កាលណាជនទាំង3រូបគឺបណ្ណៈសេដ្ឋីភរិយារបស់បណ្ណៈសេដ្ឋីនិងនាងឧត្តរាជាកូនក៏បានសម្រេចដល់សោតាបត្តផលក្នុងការនោះទៅ